លំបាកដល់ហើយបើដឹងអញ្ចឹងអញមិនចាយដល់ថ្នាក់ហ្នឹងទេពេលអត់លុយបើនឹងថាវាលំបាកយ៉ាងម៉េចសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាជួបខ្ញុំបាទរត់ទីម្ដងទៀតហើយនៅក្នុងប្រធានបទថ្មីតែសម្លៀកបំពាក់ចាស់នៅក្នុងប្រធានបទរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺมันមានអ្វីវែងឆ្ងាយនោះទេគឺខ្ញុំចង់លើកអំពីពាក្យមួយដែលខ្ញុំតែងតែគិតថាវាគឺជាពាក្យដែលត្រឹមត្រូវហើយខ្ញុំចង់ចែកម្លែកជូនដល់បងប្អូនទាំងអស់គ្នាដែរនោះគឺពាក្យថាការប្រើប្រាស់លុយខ្ជះខ្ជាយប្រៀបបីដូចជាការកាត់បន្ថយនៅក្តីសុខរបស់ខ្លួនឯងអញ្ចឹងជាធម្មតាទេបងប្អូនទាំងអស់គ្នាមិនថាខ្ញុំមិនថាបងប្អូនដែលកំពុងតែស្ដាប់ខ្ញុំនោះទេនៅពេលដែលយើងរកបានច្រើនយើងតែងតែគិតឲ្យចង់ចំណាយទិញនេះទិញនោះវាលក្ខណៈថាដែលបងប្អូនទាំងអស់គ្នាតែងតែនិយាយថាតើរកបានច្រើនចាយច្រើនអញ្ចឹងណាក៏ប៉ុន្តែនៅក្នុងនៃនេះឬក៏នៅក្នុងប្រធានបទនេះផងដែរខ្ញុំសូមធ្វើជាវីដេអូដើម្បីสนับสนุนដល់បងប្អូនទាំងអស់គ្នាមិនថាបងប្អូនដែលទើបតែកំពុងតែបម្រើការងារឬក៏អ្នកដែលគាត់រកស៊ីនោះទេដូចដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថានៅពេលណាដែលយើងមានលុយវាគឺជាហេតុផលមួយឬក៏វាគឺជាលទ្ធភាពមួយដែលយើងអាចយកលុយនឹងយកទៅធ្វើអ្វីផ្សេងទៀតនៅពេលដែលយើងត្រូវការចាំបាច់ហើយបើសិនណាបើយើងមិនមានលុយនៅពេលដែលយើងមានភាពចៃដន្យឯណាមួយដែលតម្រូវឲ្យយើងប្រើប្រាស់លុយក៏ប៉ុន្តែយើងអត់មានលុយសួរថាតើយើងសប្បាយចិត្តទេវាពិតជាមិនសប្បាយចិត្តនោះទេយើងតែងតែលំបាកចិត្តឬក៏យើងពិបាកនៅក្នុងការរកលុយនឹងដើម្បីយកទៅធ្វើអ្វីមួយដែលវាជាការចាំបាច់របស់យើងអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងន័យនេះផងដែរសូមបងប្អូនទាំងអស់គ្នានៅពេលណាដែលយើងរកចំណូលបានច្រើនយើងព្យាយាមចាយបិទទ្វារឬក៏យើងចាយទៅតាមគោលដៅរបស់យើងមួយកុំធ្វើការចាយខ្ជះខ្ជាយច្រើនពេកពីព្រោះថាលុយគឺពិបាករកណាស់ជាពិសេសគឺសម្រាប់បងប្អូនក្មេងៗដែលគាត់ទៅតែរកលុយឬក៏ចេញទៅបម្រើការងារអញ្ចឹងណានៅពេលណាដែលយើងបានប្រាក់ខែមកយើងអាចចំណាយទៅលើថ្លៃបន្ទប់ជួលយើងចំណាយទៅលើការហូបចុកយើងចំណាយទៅលើការទិញសម្លៀកបំពាក់របស់យើងអញ្ចឹងយើងដឹងអំពីតម្លាភាពនៃការប្រើប្រាស់លុយរបស់យើងត្រូវតែទុកលុយមួយផ្នែកដើម្បីទុកស្គួរនៅក្នុងការប្រើប្រាស់នៅក្នុងភាពចៃដន្យឯណាមួយនៅពេលខាងមុខដែលយើងប្រហែលមើលឃើញជាពិសេសគឺសម្រាប់បងប្អូនដែលគាត់រកស៊ីអីជាដើមធម្មតាការរកស៊ីគឺអាចមានការចំណេញឬក៏ភាពខាតបង់ក៏ប៉ុន្តែនៅពេលណាដែលយើងរកស៊ីចំណេញបានច្រើនឬក៏យើងចំណេញល្មមគួរសមយើងអាចទុកលុយមួយផ្នែកដើម្បីធ្វើការទុកស្គាល់នៅពេលដែលមានរឿងចៃដន្យណាមួយកើតឡើងចំពោះខ្លួនឯងឬក៏ចំពោះគ្រួសារអីយើងអាចយកលុយនឹងយកមកប្រើការបានឬក៏យើងដាច់លុយនៅក្នុងការបង្វិលទុនអាជីវកម្មរបស់យើងអាចយកលុយសន្សំរបស់យើងនឹងយកមកបង្កើននៅសង្វាក់អាជីវកម្មរបស់យើងកុំឲ្យវាមានការនៅនឹងកលឬក៏ឈប់អញ្ចឹងណាបងប្អូនទាំងអស់គ្នាពីព្រោះថាលុយវាគឺជាភាពចាំបាច់មួយដែលយើងទាំងអស់គ្នាសិតសឹងតែមិនចង់ឲ្យវាឃ្លាតឆ្ងាយឬក៏មិនចង់ឲ្យលុយនឹងទៅណាឆ្ងាយទេក៏ប៉ុន្តែពេលខ្លះយើងចាយវាលើសខ្ទង់ឬក៏យើងចាយវាហួសហេតុពេកនៅពេលដែលមានទុកលំបាកកើតឡើងតែងតែនិយាយស្ដាយដឹងអញ្ចឹងអញមិនចាយដល់ថ្នាក់ហ្នឹងទេអញទុកលុយខ្លះសម្រាប់នៅពេលដែលមានបញ្ហាហើយអញ្ចឹងវីដេអូនេះគឺរួមជាចំណែកមួយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានស្ដាប់ហើយប្រហែលជាអាចញោមឬក៏ពេលខ្លះទៅបើសិនណាអត្ថន័យនេះត្រូវបងប្អូនទាំងអស់គ្នាអាចចាត់ទុកថាវាជារឿងមួយដ៏ល្អទៅពេលខ្លះទៅបងប្អូនគាត់ដឹងប៉ុន្តែនៅពេលដែលខ្ញុំបានចែកម្លែកអញ្ចឹងទៅវាកាន់តែកោះនៅអ្វីដែលពួកគាត់បានដឹងហើយធ្វើឲ្យពួកគាត់នឹងចាប់ដើមរៀនសន្សំលុយឬក៏ទុកលុយមួយផ្នែកដើម្បីការពារឬក៏ទុកធ្វើអ្វីមួយនៅក្នុងពេលខាងមុខអញ្ចឹងណាកុំឲ្យដាច់លុយហើយពិបាកចិត្តដល់បើកលុយបានថ្មីបែរជាអស់លុយទៅវិញអាហ្នឹងត្រង់ពាក្យហ្នឹងគឺសូមកុំឲ្យចេញអំពីមាត់បងប្អូនទាំងអស់គ្នាទៀតអញ្ចឹងយើងនាំគ្នារៀនសន្សំទៅពីព្រោះថាភាពចៃដន្យវាតែងតែកើតមានសម្រាប់យើងទាំងអស់គ្នាឬក៏ថារឿងមិនល្អវាអាចកើតឡើងចំពោះមនុស្សគ្រប់រូបតែម្ដងយើងមិនអាចមើលឃើញនោះទេអញ្ចឹងយើងរស់នៅសពថ្ងៃបើសិនជាយើងមានលទ្ធភាពនៅក្នុងការសន្សំបានក៏យើងគួរតែសន្សំទៅយើងអាចកាត់បន្ថយនៃការចំណាយទៅលើចំណាយណាមួយដែលវាមិនសមគួរទេគឺយើងកាត់បន្ថយនៅការចំណាយហ្នឹងទៅពីព្រោះថាវាអត់អីជាចាំបាច់មិនមែនតើតែយើងចំណាយហើយបានយើងមានក្តីសុខមិនមែនថាយើងចំណាយហើយទើបវាធ្វើឲ្យយើងគ្រប់ណាពីព្រោះថាមនុស្សយើងអត់មានពាក្យថាគ្រប់នោះទេទោះបីតែញ៉ាំក៏មិនគ្រប់ទោះបីតែបានលុយមកក៏មិនគ្រប់អញ្ចឹងយើងត្រូវតែរៀនទទួលយកហើយនឹងយើងចេះសន្សំនៅក្នុងប្រធានបទរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងសិនបើមានចំណុចណាខ្វះខាតឬក៏បងប្អូនទាំងអស់គ្នាមានអីបន្ថែមអាចជួយបន្ថែមមកខ្ញុំនឹងព្យាយាមបញ្ចូលនៅចំណុចនោះនៅក្នុងវីដេអូរបស់ខ្ញុំបន្ថែមទៀតក្នុងប្រធានបទនេះបើសិនណាមានចំណុចណាខ្វះខាតឬក៏បងប្អូនទាំងអស់គ្នាចង់កែតម្រូវអាចកែតម្រូវក៏ដូចជាបញ្ចេញមតិបានបាទសូមអរគុណសូមជម្រាបលាបាយបាយ